ស្និកជនទាំងអស់ជាទីមេត្រីនៅពេលនេះដំណើររបស់យើងបានមកដល់រង្វង់មូលស្តាតចាស់ហើយជាបន្តខ្ញុំបាទអ្នកធ្វើអត្ថាធិប្បាយក៏សូមនាំខ្សែចក្ខុនិងអារម្មណ៍ទស្សនិកជនទាំងអស់ទៅជួបជាមួយនឹងទស្សនវិជ្ជាថ្មីប្លែកៗជាច្រើនទៀតដែលមាននៅក្នុងទឹកដីនៃខណ្ឌឫស្សីកែវវិញម្ដងដំណើររបស់យើងនៅពេលនេះកំពុងស្ថិតនៅលើបណ្ដោយដងផ្លូវលេខ93ធ្វើដំណើរទៅមុខបណ្ដាលខ្សែចក្ខុរបស់យើងបានវិញបាញ់សម្លឹងទៅរកទស្សនវិជ្ជាមួយចំនួនដែលកំពុងបង្ហាញនៅក្នុងបរិវេណនៃទីប្រជុំជនផ្សារតូចបណ្ដាលចំណាប់អារម្មណ៍របស់ខ្សែនេត្រាយើងនៅពេលនេះគឺផ្ដោតទៅលើមុខទំនិញផ្សេងដែលបងប្អូនអាជីវករយើងបានដាក់តាំងលក់យ៉ាងសម្បូរបែបនៅក្បែរដងវិថីជំវិញបរិវេណទីផ្សារដ៏អ៊ូអរមួយនេះផ្សារតូចគឺមានទីតាំងស្ថិតនៅក្បែរស្តាតចាស់ក្នុងទឹកដីសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវនៅជំវិញទីផ្សារនេះមានលក់ទៅដោយសម្ភារៈបរិក្ខារគ្រឿងដែកនិងគ្រឿងម៉ាស៊ីនគ្រប់បែបយ៉ាងបាទចាក់ចេញពីបរិវេណនៃផ្សារតូចខណៈនេះយើងកំពុងបន្តដំណើរតាមដងផ្លូវជាតិលេខ70ដើម្បីឆ្ពោះទៅកាន់ដងផ្លូវជាតិលេខ5ក្នុងដំណើរបន្តទៅទស្សនាទិដ្ឋភាពប្លែកៗនៃទីប្រជុំជនផ្សារគីឡូម៉ែត្រលេខ6ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញក្នុងទឹកដីសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌឫស្សីកែវជាប់នឹងដងផ្លូវជាតិលេខ5ផ្នែកខាងលិចមានចម្ងាយប្រមាណជាង2គីឡូម៉ែត្រពីទីផ្សារតូចនេះតែប៉ុណ្ណោះយើងធ្វើដំណើរតាមបណ្ដោយដងផ្លូវជាតិលេខ5ចាក់ចេញពីបរិវេណផ្សារតូចក្នុងរយៈពេលមិនយូរប៉ុន្មានយើងក៏បានមកដល់ពីមុខបរិវេណនៃទីផ្សារគីឡូម៉ែត្រលេខ6ផ្សារនេះគឺជាផ្សារតូចមួយដែលប្រមូលផ្ដុំទៅដោយមនុស្សម្នាយ៉ាងច្រើនប្រការដែលគួរឲ្យចាប់អារម្មណ៍នោះទីផ្សារគីឡូម៉ែត្រលេខ6ត្រូវបានគេឲ្យឈ្មោះមួយទៀតថាផ្សារឆេកូផងដែរក្នុងដំណើរលើដងផ្លូវជាតិលេខ5ឆ្ពោះទៅមុខទៀតនោះក្នុងខណៈនេះយើងបានមកដល់មជ្ឈមណ្ឌលបែងចែកផលនេសាទច្រាំងជម្រះហើយក្រែងនេសាប្រណីយើងនឹងបន្តដំណើរចូលទៅមើលផលនេសាទដែលបងប្អូនប្រជានេសាទយើងនេសាទបាននៅក្នុងរដូវរំហើយនាចុងឆ្នាំ2004នេះផលត្រីជាច្រើនប្រភេទត្រូវបានប្រមូលមកដាក់ក្នុងមជ្ឈមណ្ឌលបែងចែកផលនេសាទច្រាំងជម្រះនេះមុននឹងធ្វើការចែកចាយបន្តទៅលើទីផ្សារនានាទូទាំងប្រទេសជួយប្រណីយ៉ាងវិញបានថាសម្រាប់ដំណើរទៅមុខទៀតនេះយើងនឹងទៅទស្សនាការចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីនៃសង្កាត់ស្វាយប៉ាខណ្ឌឫស្សីកែវវិញម្ដងទស្សនវិជ្ជាដែលទស្សនិកជនបានទស្សនានៅពេលនេះគឺជាស្រះចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅក្នុងសង្កាត់ស្វាយប៉ានៅពេលដែលបានធ្វើដំណើរមកដល់ក្នុងបរិវេណស្រះចិញ្ចឹមត្រីនេះភ្លាមយើងក៏បានទៅទស្សនាការកិនចំណីត្រីថែមទៀតចំណីត្រីដែលបានច្នៃឡើងពីកូនត្រីចង្វានិងត្រីក្អិតជាច្រើនប្រភេទលាយជាមួយនឹងកន្ទក់កិនឲ្យម៉ត់នេះត្រូវបានគេបាចចូលទៅក្នុងស្រះតាមទម្លាប់ជារៀងរាល់ថ្ងៃសម្រាប់ឲ្យត្រីស៊ីនៅពេលចំណីត្រូវបានគេបោះចូលទៅក្នុងទឹកស្រះនេះភ្លាមត្រីទាំងឡាយដែលនៅក្នុងទឹកបានហែលងើបឡើងប្រញាយគ្នាស៊ីចំណីយ៉ាងរស់រានចំនួនត្រីរាប់ពាន់ក្បាលបានហែលងើបឡើងស៊ីចំណីធ្វើឲ្យផ្ទៃទឹកក្នុងស្រះទាំងមូលពោពេញទៅដោយសភាពពុះកញ្ជ្រោលគួរឲ្យចង់គយគន់នៅជាប់នឹងដងផ្លូវជាតិលេខ5ក្នុងទឹកដីខណ្ឌឫស្សីកែវនេះសម្បូរទៅដោយស្រះចិញ្ចឹមត្រីខ្លាំងណាស់ព្រោះថាការរស់នៅជាប់នឹងដងទន្លេសាបដែលជាបឹងទឹកសាបដ៏ធំមួយក្នុងពិភពលោកនោះប្រជាជនភាគច្រើនបានសម្លឹងឃើញនិងចាប់យកអាជីពចិញ្ចឹមត្រីនេះដោយផ្អែកទៅលើការជួយផ្គត់ផ្គង់ជីវភាពរស់នៅបានល្អប្រសើរជាងអាជីពផ្សេងទៀត
បន្ទាប់ពីបានទស្សនាទស្សនភាពនៃការចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីខណ្ឌរិស័យកែវរួចមកខណៈនេះដំណើររបស់យើងក៏បានវិលត្រឡប់បកក្រោយវិញដើម្បីបន្តដំណើរឆ្លងស្ពានជ្រោយចង្វាឬស្ពានមិត្តភាពកម្ពុជាជប៉ុនឆ្ពោះទៅកាន់តំបន់សួនអភិវឌ្ឍជ្រោយចង្វាដែលស្ថិតនៅក្នុងទឹកដីសង្កាត់ជ្រោយចង្វានាត្រៃខាងកើតទល់មុខព្រះបរមរាជវាំងស្លាប់ក៏បងស្លាប់ទៅទាំងបាត់ភ្នែកចិត្តបាទហើយនៅក្នុងខណៈនេះយើងនឹងបន្តដំណើរឡើងលើស្ពានជ្រោយចង្វាដើម្បីឆ្លងផ្ទៃទឹកទន្លេសាបដោយមិនបង្អង់ឡើយយើងធ្វើដំណើរតាមស្ពាននេះបណ្ដើរនឹកទៅដល់អតីតកាលរបស់ស្ពាននេះបណ្ដើរតាមឯកសារបានបញ្ជាក់ថាស្ពានជ្រោយចង្វាត្រូវបានកសាងឡើងចាប់តាំងពីឆ្នាំ1966ក្នុងសម័យសង្គមរាស្ត្រនិយមមកម្លេះប៉ុន្តែជាអកុសលស្ពានដ៏ល្អប្រណិតមួយនេះត្រូវបានពួកប៉ុលពតដាក់មីនបំផ្ទុះដើម្បីកាត់ផ្ដាច់ស្ពាននេះចំនួន2លើកនៅក្នុងឆ្នាំ1973រហូតមកដល់ឆ្នាំ1995ទើបការជួសជុលនិងកសាងជាថ្មីឡើងវិញនៅស្ពានជ្រោយចង្វានេះបានត្រូវចាប់ផ្ដើមឡើងវិញស្ពានជ្រោយចង្វាបានលាតសន្ធឹងចំកោងខ្លួនយ៉ាងវែងកាត់ទទឹងនៃទឹកទន្លេសាបតភ្ជាប់ដងផ្លូវជាតិលេខ 6A ត្រង់ចំណុចរង្វង់មូលស្តាតចាស់និងទឹកដីនៃភូមិគៀនឃ្លាំងតែម្ដងស្ពាននេះមានបង្គោលធំធំត្រូវបានគេចាក់គ្រឹះទៅក្នុងទឹកដើម្បីទ្រទម្ងន់ស្ពាននិងយានយន្តទូទៅដែលបើកឆ្លងកាត់នៅប្របសងខាងពីក្រោមទួលស្ពាននេះមានបំពង់នាំមេទឹកចំនួន2ដែលបំពង់មួយមានទំហំ 1.40 ម៉ែត្របងនឹកអូនគេងមិនលលាហើយនឹកព្រាទីតាយរត់តាមត្រើយនាមន់ទន្លេបីបងបំពេឲ្យលៀថ្ងៃទីនៅសសរនៃគល់ស្ពានជ្រោយចង្វាជាប់នឹងប្របទឹកទន្លេសាបនៃត្រៃទាំងសងខាងមានជណ្ដើរដែលត្រូវបានកសាងឡើងសម្រាប់ការធ្វើដំណើរឡើងពីដីទៅលើទួលស្ពានផងដែរតាប្រលឹងអូនគេរត់ទេអូននឹងមកទេនៅពីលើស្ពានជ្រោយចង្វាយើងអាចគយគន់ទៅទេសភាពចង្លាយទាំងពួងដែលបានបង្អួតយ៉ាងស្រស់សោភាអមវិញនេត្រាវិញយ៉ាងណាក៏មិនក៏ដែរក៏មកផ្ទៃទឹកនៃដងទន្លេសាបដែលបានលាតសន្ធឹងខ្លួនយ៉ាងវែងរហូតដល់ជើងមេឃកំពុងលំអរំលេចដោយទូកនេសាទតិចតួចឆ្លងជាមួយនឹងទេសភាពដ៏ប្រណិតដែលនៅឯនាយត្រៃប្របមាត់ទឹកបាននាំគ្នាបង្អួតសម្រស់គួរឲ្យចាប់ចិត្តក្រៃលែងក្រោមបរិយាកាសដ៏បរិសុទ្ធនៃខ្យល់ជំនោរដ៏ត្រជាក់ដែលផាត់មកពីឆ្ងាយបានធ្វើការបបងអែលសពាងកាយអ្នកដំណើរទូទៅដែលឆ្លងកាត់លើទួលស្ពានដ៏ប្រណិតនេះឲ្យលងលក់ទៅក្នុងភាពមនោរម្យមិនចាំឲ្យឃ្លាតសោះឡើយយើងធ្វើដំណើរចុះពីកំពូលនៃស្ពានក្នុងល្បឿនធម្មតានៅពេលដែលបានធ្វើដំណើរមកដល់ចំណុចគល់ស្ពានជ្រោយចង្វាផ្នែកខាងកើតហើយនោះយើងមិនទាន់ឆ្ពោះទៅមុខតាមបណ្ដោយដងផ្លូវជាតិលេខ 6A ព្រមទេពលគឺខណៈនេះយើងត្រូវធ្វើដំណើរបត់មកខាងស្ដាំដៃតាមបណ្ដោយដងផ្លូវភ្លោះមួយដែលមានឈ្មោះថាផ្លូវទន្លេសាបដើម្បីឆ្ពោះទៅទស្សនានៅក្នុងបរិវេណនៃតំបន់សួនអភិវឌ្ឍជ្រោយចង្វាជាមុនសិនដងផ្លូវទន្លេសាបនេះលាតសន្ធឹងខ្លួនតាមប្របមាត់ដងទន្លេសាបរហូតដល់ចំណុចនៃតំបន់ទន្លេចតុមុខក្នុងសួនអភិវឌ្ឍជ្រោយចង្វាតែម្ដងដោយសារក្នុងរដូវនេះព្រះរាជពិធីបុណ្យអុំទូកអំបុកសំពះព្រះខែនិងបណ្ដែតប្រទីបជិតឈានចូលមកដល់នោះដំណើរទស្សនាចររបស់យើងក៏បានមកជួបនឹងសកម្មភាពជាងកំពុងតែរៀបចំដំឡើងប្រទីបដ៏ល្អប្រណិតមួយចំនួនដែលតាំងធ្វើនៅលើនាវាដែលចតចោលប្របមាត់ទឹកនៃដងទន្លេសាបនេះដើម្បីបន្ធូរអារម្មណ៍ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃទឹកដីសង្កាត់ជ្រោយចង្វានេះសម្រាប់ដំណើរបន្តទៅមុខទៀតសម្ដៅទៅកាន់ទីលំហែកំសាន្តក្នុងសួនអភិវឌ្ឍជ្រោយចង្វាខណៈនេះខ្ញុំបាទអ្នកធ្វើអត្ថាធិប្បាយសូមគោរពនាំអារម្មណ៍ទស្សនិកជនទាំងអស់មកជួបនឹងសំនៀងរបស់អ្នកនាងឈួនម៉ាឡៃតាមរយៈបទទេសភាពទន្លេមេគង្គដូចតទៅ